ต่อយើងចាប់ផ្ដើមមេរៀនតទៀតអញ្ចឹងនេះគឺយើងរៀនអំពីមេរៀនទី2នេះការអនុវត្តមេរៀនទី2នេះធ្វើម៉េចគឺឲ្យអ្នកនរគ្នាចេះបញ្ចូលរូបភាពអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាបញ្ចូលរូបភាពឲ្យដូចនៅក្នុងមេរៀនដែលយើងបានរៀននេះអញ្ចឹងឬក៏បងប្អូនណាដែលនៅក្នុង YouTube គាត់ចង់ដឹងពីវិធីបញ្ចូលរូបភាពនៅក្នុងកម្មវិធី Word ណាតែចំណុចនេះផងដែរក៏សូមអធិស្ឋានអ្នកដែលគាត់ចេះណាខុសតតងណាអីសូមបងប្អូនកាន់តែភ័យទោសសម្រាប់អ្នកចេះអញ្ចឹងវីដេអូនេះគឺផ្ដោតសំខាន់អ្នកដែលចាប់ដើមថ្មីបំផុតណាវិធីបង្កើតឬក៏បញ្ចូលរូបភាពនៅក្នុងកម្មវិធីMicrosoft Word អូខេអញ្ចឹងអានេះគឺយើងធ្វើដូចហ្នឹងមកទី1គឺយើងចូលកម្មវិធី Word របស់យើងមកណាអត់អីទេយើងបង្កើតក្រដាសថ្មីសិនមកឬក៏យើងធ្វើក្រដាសបន្តមេរៀនរបស់យើងណានេះខ្ញុំយក time យក Roman អូខេចាឥឡូវខ្ញុំសូមដាក់ពីរផ្ទាំងសិនណាដាក់ពីរផ្ទាំងព្រោះស្រួលមើលអញ្ចឹងណាដាក់ពីរផ្ទាំងខ្ញុំមើលកន្លែងនេះចំណុចកណ្ដាលឡើងចំណុចកណ្ដាលហ្នឹងណាអូខេចុចលើហ្នឹងមកអូខេយកនេះហើយខ្ញុំបិទកម្មវិធី Word សិនខ្ញុំយកថងនេះគាត់ឈរលើវាទៅសម្រាប់ Windows 11អូខេខ្ញុំដាក់ពីរផ្ទាំងអញ្ចឹងណាអត់បញ្ហាអីទេអ្នកនរគ្នាចេះណាគ្រាន់តែឈរលើចំណុចកណ្ដាលនេះទៅវាប្រហែលពីរផ្ទាំងហើយយើងចុចយកកន្លែងពីរផ្ទាំងហ្នឹងទៅវាប្រហែលដូចពីរផ្ទាំងចឹងដែរណាអូខេអញ្ចឹងទី1នេះក្នុងក្បែរខាងលើគឺខ្ញុំសេពាក្យថា Cambodia is beautiful country in Southeast Asia ណា Southeast Asia អូខេសម្រាប់គឺកន្លែងហ្នឹងគឺខ្ញុំសរសេរសិនមកណាខ្ញុំធ្វើមិនឲ្យកូនសិស្សដែលរៀនមួយខ្ញុំធ្វើតាមណាធ្វើតាមខ្ញុំសេមក Cambodia is a beautiful ណាបាទ beautiful country in Southeast Asia ណាបាទហើយយើងចុចអូខេថតចំណុចនេះគឺយើងធ្វើយ៉ាងណាឲ្យអក្សររបស់យើងនៅចំណុចកណ្ដាលណាយើងមើលកន្លែងតនេះណាមើលឡើងចំណុច center នេះឬក៏ shortcut វា Control E ណាចុចហ្នឹងមកកណ្ដាលអញ្ចឹងសម្រាប់ទំហំគឺយើងយកទំហំ16មកព្រោះវាធំណាបន្តមកទៀតបាទទី1មិញភ្លេចប្រាប់អ្នកនរគ្នាគឺយើង select សិនមកជួយជាប់មកអូទៅការងារនេះណាអូខេអញ្ចឹងកន្លែងហ្នឹងគឺយើង select ហើយគឺយើងមើលកន្លែងសញ្ញាអក្សរ B នេះចុចលើវាទៅវាធំវាក្រាស់ណាអូខេបន្តមកទៀតគឺយើងចូលមកកាន់ menu insert មក menu insert មានមុខងារបញ្ចូលជាច្រើនណាចុចលើហ្នឹងមកហើយចូលលើ picture អូខេអញ្ចឹងកន្លែងនេះយើងយកពាក្យថា this device កុំព្យូទ័រឬក៏រូបភាពមាននៅក្នុងកុំព្យូទ័ររបស់យើងណាចុចហ្នឹងមកអូខេតមកហើយគឺយើងស្វែងរករូបភាពដែលយើងដាក់ណាឧទាហរណ៍រូបភាពរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់នៅក្នុងកន្លែងពាក្យfolder picture នេះណាគេរូបភាពទី1គឺដាក់រាជធានីភ្នំពេញកន្លែងនេះខ្ញុំចុច2ដងមក insert នេះដែរ click 2ដង one two អូខេបានទេអូខេតោះចំណុចនេះអ្នកនរគ្នាបន្ទាប់ពីបញ្ចូលយើងមិនអាចបំលាស់ទីវាបានមែនទេអូខេចាំមើលចំណុចកន្លែង layout នេះណាលើនេះណាចុចលើហ្នឹងមកហើយយើងយកនេះណាកន្លែងយក layout វាណាយកពាក្យថា sphere នេះមកអូខេអញ្ចឹងអាចបំលាស់ទីបានទេបានអូខេតទៅទៀតយើង click មកផ្នែកខាងក្រោមហើយយើង enter មួយមកដើម្បី save ពាក្យថ្មីទៀតណាអូខេ beautiful ណា click អាយមួយនោះសុំតោ beauty បាទ beauty of Cambodia in cloud ណាអូខេតពីសេហើយយើងបញ្ចូលរូបភាពថ្មីចំនួន2ទៀតអូខេដែលវាមានលក្ខណៈថាដូចជាសុំថតចឹងជាស្រ័យទៀតណាយើងឈឺអីមកពី10ហើយណាអត់អីទេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបើន័យថានៅពេលដែលយើងបញ្ចូលរូបភាពឬក៏បញ្ចូលមុខងារផ្សេងៗគឺយើងត្រូវចូល tab insert នេះណា insert មានមុខងារបញ្ចូលជាច្រើនណាបញ្ចូលរូបភាពយកពាក្យថារូបភាពហ្នឹងមកឬក៏ picture ហ្នឹងមកចុចបកមក device
ចឹងរូបភាពដែលយើងចង់ដាក់គឺគេភាសាអង្គរវត្តណាចិត្តពីរដងបកអូខេតោះចំណុចនេះយើងអាចបំលាស់ទីបានទៀតហើយធ្វើម៉េចណាដូរ layout ដាក់ sphere នេះមកអូខេចាំមើលក្នុងមេរៀនរបស់យើងគឺឃើញថាវាមាន style សុំណាដើម្បីដាក់ style សុំវាបានណាគឺយើងចុចលើវាមួយមកបាទចុចលើវាមួយគេពាក្យថា picture format ណាប្រិយធំតិច picture format តោះមកយើងមើលលេខ style picture នេះណាបាទសំទោសហើយយើងប្រិយចេះមកទៅនេះ picture style នេះប្រិយមកឃើញយើងមើលថងចំណុចកន្លែង quick style យើងអាចជ្រើសរើស style ដែលយើងពេញចិត្តបានណាចឹង style ដូចក្នុងមេរៀនមុនហ្នឹងគឺខ្ញុំដាក់យើងផ្អៀងមួយនេះ rotate នេះណា rotate វាយនេះអូខេហើយព្រមតិចបាទអូខេតោះមកខ្ញុំបញ្ចូលរូបមួយទៀតណាចូលកន្លែង picture ដែរណាហើយយកអីគេយក abstract ជាពីរដងសំទោស abstract បែរយក abstract នេះ click ពីរដងអូខេអញ្ចឹងយើងព្រមតិចហើយមកតែដែលខ្ញុំបញ្ជាក់មុនអញ្ចឹងគឺយើងត្រូវដូរ layout ឡើងនេះណាដាក់ sphere អូខេចឹងយើងមើលឡើង picture style ខាងលើនេះអូខេយើងយក style ដែលយើងសុំដែលយើងចង់ដាក់ណាតែនេះវារៀងរត់បើសិនមិនចង់ឲ្យរត់យកអាក្រោមគេនេះអូខេលេងរត់តាណាអូខេខ្ញុំដាក់មួយនេះអូខេតោះមកខ្ញុំត្រូវបញ្ចូលមហោមុខមួយទៀតចូលលេង insert ដដែល picture data file ហ្នឹងណា click លើរូបមុខទៅអូខេដូចខ្ញុំបញ្ជាក់អញ្ចឹងយក layout ក្រោមគេនេះតាមដកទៅថារូបមួយហ្នឹងវាងាប់តែម្ដងថាងាប់ចង់ដាក់ណាក៏បានណានិយាយសួរស្ដាប់តិចណាមិនថាងាប់អូខេស្រាមុខនេះគឺយើងដាក់ style មួយណាក៏បានណាអូខេដាក់មកនេះចុះអូខេអញ្ចឹងរួចដល់ហើយណាបងប្អូនណាអញ្ចឹងបន្ទាប់ពីដាក់រូបភាពហើយណាអ្នកនរគ្នាគ្រាន់តែធ្វើការ save ណា save បោះបានហើយណាចិត្តសម្រាប់អ្នកដែលអត់បាន save ដាក់ឈ្មោះដាក់ទីតាំងគឺចុច save កន្លែងនេះគឺវាទាមទារឲ្យដាក់ឈ្មោះដាក់ទីតាំងណាអញ្ចឹងសូមបន្ថែមតិចគឺយើងចុចពាក្យថា save ហ្នឹងវា load ចូល save as នេះអញ្ចឹងយើងយកពាក្យថាប្រើនេះមកដើម្បីដាក់ save ដាក់ឈ្មោះដាក់ទីតាំងណាហើយខ្ញុំដាក់នៅ document មកអញ្ចឹងឈ្មោះគឺខ្ញុំដាក់ Cambodia អញ្ចឹងដាក់ខ្មែរតែម្ដងមកឈ្មោះ file ដាក់ខ្មែរខ្ញុំពាក្យថា save អូខេចុចឯកសាររបស់យើងឈ្មោះតែខ្មែរអូខេយើង save បានហើយអូខេឧទាហរណ៍ឥឡូវខ្ញុំចង់ check មើលឯកសាររបស់យើងចូលកាន់ DPC នៅណា document នេះចុចលើ file ហ្នឹងទៅវាជាឯកសារណាអូខេ